ថ្ងៃនេះមកនិយាយអំពីសកម្មភាពមួយចំនួនរឿងខ្ញុំហើយនឹងកូន2នាក់បាននេះធម្មតាតទៅមួយកូន2នៅពេលដែលប៉ាប៉ាអត់នៅផ្ទះជាធម្មតាសម្រាប់ផ្ទះខ្ញុំដែលមានកូនតូចហ្នឹងចឹងការសម្រាប់សម្អាតដូចជាបោកក្អៅអញ្ចឹងគឺត្រូវធ្វើវើជុំតារាច្រើនដងមែនតើហើយទៅសម្រាប់ភួយសម្រាប់អីយើងត្រូវសាកបោកវាអញ្ចឹងជាធម្មតាគឺប៉ាប៉ាជាអ្នកធ្វើក៏ប៉ុន្តែដោយសារតែប៉ាប៉ាតើនៅផ្ទះហើយនៅមេវ៉ាន់គឺខ្ញុំធ្វើហើយទៅសម្រាប់នៅពេលដែលបើសិនជាពេលដែលធ្វើហ្នឹងកូនរបស់ខ្ញុំទាំងពីរនឹងអត់គេងទៀតគឺអាហ្នឹងគឺកំពុងតែវក់វល់ជាខ្លាំងហើយអញ្ចឹងបានខ្ញុំឆ្លៀតឱកាសហ្នឹងក៏ថតវីដេអូមួយហ្នឹងវាថាជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងមើលដែរថានៅពេលដែលកូនទូចនេះវាវក់វល់អញ្ចឹងចង់ធ្វើអីឲ្យថាពេញដៃពេញជើងក៏អត់កើតដែរគឺត្រូវមានតួដើម្បីមកតាមរំខានរហូតមិនថាមានតែម្នាក់អីមានទាំងពីរនាក់មកទាំងអស់ពួកអីអាធំមកអាទូចស្រែកមកតាមទៀតតែថាពួកគាត់ភ្ញាក់បើសិនខ្ញុំចង់ធ្វើអីមួយតបបើនៅអញ្ចឹងដោយសារតែកូនខ្ញុំអាទូចហ្នឹងគឺអូយបានទេគឺកាច់របស់គេហ្នឹងហើយទៅអញ្ចឹងតើថាចង់ធ្វើអីតើតម្លាក់ដាក់ទុកចោលអញ្ចឹងសិនហើយចឹងទៅបានទៅធ្វើការងារបន្តទៀតហើយឬក៏ប្រឡប់ឲ្យលេងពីអ្នកបងប្អូនអញ្ចឹងទៅបានទៅធ្វើអីបានមួយផ្លែតចឹងទៅតែមួយផ្លែតគេដឹងខ្លួនគេឃើញយើងហ្នឹងគេមករកទៀតហើយសម្រាប់ការងារបើថាត្រូវធ្វើកន្លះម៉ោងហើយគឺឡើងដល់2 ទៅ 3 ម៉ោងមិនធ្វើហើយពេលខ្លះឧទាហរណ៍បោសផ្ទះបោសកូនបរិយបន្តត្មងសម្រាប់បងប្អូនដែលតាមការថ្មីថ្មងចង់មានកូនណាហ្នឹងវាហើយនឹងសម្រាប់យើងដែលថាតមានអ្នកប្រពន្ធមើលកូនគឺចឹងថានេះថ្ងៃនេះគឺមិនធំតែពីអ្នកប្រពន្ធតមួយកូននេះគឺខ្ញុំ2ម្នាក់តមួយកូន2នាក់គឺវារៀងរករ៉ាក៏ប៉ុន្តែគ្រាន់តែរករ៉ាមែនប៉ុន្តែតែអត់ចេះស្ងាត់ទេគឺវោកវាក់អាមួយយំចប់អាមួយដេកអាមួយយំអាមួយមួយទឹកអើយទៅមួយថ្ងៃទល់ល្ងាចការងាររហូតអត់ចប់និយាយថាបើថាបានពេលតនេគឺមានតែពេលដែលពួកគាត់គេងម្ដងទាំង2នាក់ទើបខ្ញុំអាចមានពេលតនេហើយទៅបើច្រឡំថាពួកគាត់គេងឆ្លាស់គ្នាដបូលដែរនិយាយពីកូនស្រីខ្ញុំបន្តិចអាយុ73ឆ្នាំហើយតែឆ្នះក៏ឆ្នះចេះក៏ចេះហើយទៅក៏ចេះជួយដែរយើងធ្វើអីក៏ជួយដែរជួយគ្រប់រឿងខ្លះជួយទៅវាបានយកនៅឲ្យទៅខ្លះទៅជួយទៅវាលើសដើមតែគ្រាន់តែអ្វីដែលខ្ញុំសប្បាយចិត្តគឺគាត់មានទឹកចិត្តថាជួយយើងគឺគាត់យើងធ្វើអីក៏គាត់មកជួយដែរមិនថាអ្នកធម្មតាគឺថ្ងៃសៅរ៍អាទិត្យគឺជាថ្ងៃដែលតនេបំផុតរបស់គាត់ក៏ប៉ុន្តែសម្រាប់ខ្ញុំថ្ងៃសៅរ៍អាទិត្យគឺជាថ្ងៃដែលរវល់ខ្លាំងជាងគេរវល់ជាងទៅធ្វើការទៀតចឹងសម្រាប់វីដេអូនេះចាំតែប៉ុណ្្នឹងផងដែរអរគុណបាយបាយ